ការផឹកទឹកច្រើនជ្រុលអំឡុងពេលនិងក្រោយពេលរត់អាចធ្វើឲ្យកម្រិតសូឌីយ៉ូមក្នុងឈាមធ្លាក់ចុះយ៉ាងខ្លាំងដែលបណ្ដាលឲ្យរមួលក្រពើនិងអស់កម្លាំងលហៃពេលរត់ក្នុងអាកាសធាតុក្តៅប្រព័ន្ធបេះដូងនិងសរសៃឈាមនិងបង្វែរឈាមប្រមាណ 1.5 ទៅ 2 លីត្រក្នុង1នាទីចេញពីក្រពះនិងសាច់ដុំឆ្ពោះទៅកាន់ផ្ទៃស្បែកដើម្បីបញ្ចេញញើសនិងបញ្ចុះកម្ដៅរាងកាយកត្តានេះបង្កជានិយមន័យលំបាក2 ទី1ការថយចុះលំហូរឈាមទៅកាន់សាច់ដុំធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីសែនតិចជាងមុនដែលបង្ខំឲ្យបេះដូងដើរលឿនជាងមុនការថយចុះលំហូរឈាមទៅក្រពះធ្វើឲ្យអត្រាប្រើប្រាស់ឃ្លុយកុសកើនឡើងយ៉ាងគំហុកពេលបែកញើសខ្លាំងរាងកាយមិនត្រឹមតែបាត់បង់ទឹកប៉ុណ្ណោះទេប៉ុន្តែថែមទាំងបាត់បង់អេឡិត្រូលីតសំខាន់ជាពិសេសគឺសូឌីយ៉ូមការផឹកទឹកបរិសុទ្ធច្រើនពេកដើម្បីជំនួសញើសដែលបាត់បង់នឹងធ្វើឲ្យកម្រិតសូឌីយ៉ូមដែលនៅសល់ក្នុងឈាមកាន់តែរលាយស្ដើងយោងតាមទិន្នន័យ Clinic Mayo Clinic ស្ថានភាពនេះអាចបណ្ដាលឲ្យកើតជំងឺ Hyponatremia ឬកម្រិតសូឌីយ៉ូមក្នុងឈាមទាបរោគសញ្ញាដំបូងរួមមានរមួលក្រពើនិងចង្អោរប៉ុន្តែប្រសិនបើនៅតែបន្តផឹកទឹកទៀតវាអាចឈានទៅដល់ការពុលទឹកបង្កឲ្យវិលមុខកន្ត្រាក់សាច់ដុំនិងអស់កម្លាំងទាំងស្រុងដើម្បីជៀសបញ្ហានេះអ្នករត់ប្រណាំងត្រូវតែផឹកទឹកតាមកាលវិភាគជាក់លាក់ជាជាងផឹកទឹកតាមទម្លាប់ឬការស្មានការរត់ចម្ងាយខ្លីក្រោម45នាទីរាងកាយមិនទាន់អស់ថាមពលខ្លាំងទេប៉ុន្តែប្រសិនបើមានអាកាសធាតុខ្ពស់គួរកាន់ដបទឹកតូចមួយដែលមានជាតិអេឡិចត្រូលីតកម្រិតស្រាលនិងក្រេបបន្តិចម្ដងចាប់ពីគីឡូម៉ែត្រដំបូងការរត់រយៈពេលវែង45នាទីទៅលើសពី60នាទីថាមពលឃ្លុយកុសនឹងថយចុះខ្លាំងត្រូវបំពេញជាតិកាបូអ៊ីដ្រាតរាវ30ទៅ60ក្រាមក្នុង1ម៉ោងតាមរយៈភេសជ្ជៈកីឡាសម្រាប់អ្នករត់អាជីពឬរត់ចម្ងាយឆ្ងាយខ្លាំងអាចត្រូវការពី90ទៅ100ក្រាមរបៀបផឹកឲ្យត្រូវបច្ចេកទេសដាច់ខាតកុំផឹកទឹកម្ដងច្រើនព្រោះក្រពះមិនអាចរំលាយទាន់ឡើយត្រូវបែងចែកជាកម្រិតតូចៗពី300ទៅ700មីលីលីត្ររៀងរាល់15នាទីទៅ20នាទីម្ដងដោយក្រេបបន្តិចម្ដងAMS Sport ដើម្បីកីឡា